Bắn cọ ơi, dục che túc tê chó, bất che té, che háng, che rung chá, xâm khăn rung chá nú, cầm búng lích tật tiệt. Kết thá ngày chắn đàm trộm, tái ngày chắn nơi thái che trộm. Ní dụ kết thán bởi luật ạc kì phây tì krong bằng có, bànប្រកាសពីករណីអគ្គិភ័យផ្ទួនយ៉ាងហោច3ករណីនៅថ្ងៃច័ន្ទនេះនៅក្នុងទីក្រុងបាងកកដែលមានទាំងការឆេះផ្ទះឆេះរោងចក្រកាកសំណល់គីមីនិងឆេះហាងទំនិញដោយបណ្ដាលឲ្យមានមនុស្សស្លាប់ថែមទៀតផងទោះបីជាការព្យុះភ្លៀងបន្តកន្ទុយគ្នាឥតដាច់បង្កជាទឹកជំនន់ទាំងបណ្ដាខេត្តទាំងទីក្រុងសើមជោគជាំឥតដាច់រកថ្ងៃស្ងួតសឹងតែមិនឃើញយ៉ាងណាក្តីក៏ប្រទេសថៃនៅតែពើប្រទះទៅនឹងហេតុការណ៍អគ្គិភ័យដ៏ក្តៅគគុកគួរឲ្យកត់សម្គាល់ជាពិសេសនៅក្នុងទីក្រុងបាងកកផ្ទាល់តែម្ដងជាក់ស្ដែងក្រៅពីហេតុការណ៍អគ្គិភ័យឆាបឆេះទូកទេសចរអស់3គ្រឿងនៅលើទន្លេចៅប្រយ៉ានិងភ្លើងឆេះផ្ទះនៅក្បែរផ្លូវព្រាមសងកាលពីយប់ថ្ងៃអាទិត្យនោះចាប់តាំងពីព្រឹកព្រលឹមស្រាងមកដល់វេលាម៉ោង11ថ្ងៃត្រង់ថ្ងៃច័ន្ទដើមសប្តាហ៍ទី15ខែកញ្ញានេះទីក្រុងបាងកកកើតមានគ្រោះអគ្គិភ័យឆាបឆេះយ៉ាងហោច3ករណីប្រភពពី Page Fire and Secure Thailand និងសារព័ត៌មានថៃបានបញ្ជាក់ពីករណីអគ្គិភ័យទាំង3រួមមានករណីទី1ភ្លើងឆេះអគារសពហៅបណ្ដាលឲ្យបរិមម្នាក់ឆេះស្លាប់នៅខណ្ឌយ៉ាណាវ៉ាក្រុងបាងកកនៅវេលាម៉ោង5:05នាទីព្រឹកថ្ងៃទី15ខែកញ្ញាមានសេចក្តីរាយការណ៍ពីគ្រោះអគ្គិភ័យឆាបឆេះអគារសពហៅមួយកន្លែងនៅជិតរង្វង់មូលណាងលីងជីផ្លូវរដ្ឋាភិសេកសង្កាត់នងឆនស៊ីក្រមមន្ត្រីពលអគ្គិភ័យបញ្ជាក់ថាភ្លើងបានឆាបឆេះអគារសពហៅកម្ពស់4ជាន់ចំនួន2ល្វែងជាប់គ្នាហើយមូលហេតុដែលភ្លើងឆេះគឺចេញពីឡាន pick up ដែលដឹកទូកបង្កកហើយភ្លើងនេះបានរាលដាលឡើងទៅជាន់ទី2និងជាន់ទី3នៃអគារក្រោយពីអន្តរាគមន៍បាញ់ពន្លត់អស់រយៈពេលប្រហែល20នាទីស្ថានភាពអាចគ្រប់គ្រងបានមន្ត្រីពលអគ្គិភ័យបានប្រទះឃើញសាកសពបុរសម្នាក់ដែលដេកស្លាប់ឆេះខ្លោចនៅលើវេរ៉ង់ដាជាន់ទី3ករណីទី2អគ្គិភ័យឆេះរោងចក្រឧស្សាហកម្មកែច្នៃកាកសំណល់គីមីនៅខណ្ឌបាងខុនធានក្រុងបាងកកអគ្គិភ័យដ៏រន្ធត់នេះត្រូវបានរាយការណ៍កើតឡើងនៅវេលាម៉ោង6:19នាទីព្រឹកថ្ងៃទី15ខែកញ្ញានៅសង្កាត់សែមកំខណ្ឌបាងខុនធានដែលគេអាចមើល